ngày ní mà anh đi nhặtខ្លួនឯងរៀបចំបន្ទប់តវគ្គ2វគ្គមុនរៀបចំធ្នើរឲ្យអស់ហើយឥឡូវដល់វគ្គបិទរូបម្ដងខ្លះខ្ញុំយកមកពី Pinterest ហើយក៏មានរូបខ្ញុំផ្ទាល់ខ្លះៗដែរបិទរូបហើយក៏ខ្ញុំរៀបចំមកបានតិចតួចដាក់នៅលើធ្នើរហ្នឹងឲ្យឃើញកាន់តែស្អាតទៀតសម្រាប់ភ្លើងខ្សែនេះគឺខ្ញុំដោះចេញដោយសារតែ comment គាត់នេះគឺល្អមែនតើដោយសារខ្ញុំបិទចូលមកក្រោមពេកហើយជាប់ស្លឹកឈើអីដែរផងកន្លែងខំមុខភាពនេះរៀងល្ងិតបន្តិចចឹងហើយខ្ញុំបន្ថែមភ្លើងពីក្រោមហ្នឹងដើម្បីជះពន្លឺឲ្យឃើញរូបកាន់តែស្អាតបន្ទាប់មកខ្ញុំបិទភ្លើង LED ថ្មីដាក់ឲ្យរៀងខ្ពស់ដល់ពីដើមដោយសារតែភ្លើងមុននោះវារៀងធ្លាក់ខ្សែមកញ៉ៃញ៉ៃមើលទៅនៅរៀងល្ងិតទៀតចឹងហើយក៏បន្ថែមភ្លើងមកគ្រាប់ទៀតនៅក្រោមធ្នើរនេះហើយភ្លើងចុងក្រោយគេដែលខ្ញុំបន្ថែមហ្នឹងគឺមកគ្រាប់តូចនេះដាក់ចេញមកធ្វើឲ្យ background យើងកាន់តែស្អាតហ្មងចង់បានពណ៌អីក៏ស្អាតដែរហើយក៏មកឆ្លៀតថែម decor អីតិចតួចនៅលើអញ្ចឹងនឹងបន្ថែមទៀតនិយាយរួមទៅសិតតែរបស់ខ្ញុំមាននៅផ្ទះស្រាប់ចង់ហាក់សុយចំណាយមែនទេអូខេតោះខ្ញុំមកមើល final look នេះគឺជាបន្ទប់ដែលខ្ញុំអត់តរៀបចំ background ហើយនេះគឺជាបន្ទប់ខ្ញុំដែលរៀបចំ background អីហើយមកស្អាតអស់ហើយអាយយតែប៉ុណ្នេះធ្វើឲ្យបន្ទប់មានអារម្មណ៍ស្រស់ស្រាយជាងមុនសាហាវបន្ទប់ស្រស់ស្រាយអារម្មណ៍ល្អមានគំនិតបង្កើតវីដេអូថ្មីៗតទៀតសំខាន់ពេលណាខ្ញុំចង់ថតវីដេអូក្នុងបន្ទប់អីក៏មាន background ស្អាតសម្រាប់ថតដែរបើសិនជាខ្ញុំចង់ថតវីដេអូបែបឈរនិយាយក៏ឃើញ background ស្អាតដែរលក្ខណៈថាអូបើអត់ចង់ឈរនិយាយចង់អង្គុយនិយាយក៏ឃើញលយម្យ៉ាងដែរតែប៉ុណ្នេះចាប់ពីថ្ងៃហ្នឹងទៅដឹងតែឃើញខ្ញុំថតវីដេអូក្នុងបន្ទប់ច្រើនហើយនេះពេលបន្ទប់អត់ទាន់បិទភ្លើងនេះពេលបន្ទប់ខ្ញុំបិទភ្លើងធំហើយអូយចេញមកស្រឡាញ់ហ្មងណាបើសិនជាខ្ញុំចង់ថតឲ្យឃើញ background ខាងក្រោយពេញស្អាតខ្ញុំមកអង្គុយថត vlog នៅលើ K ហ្នឹងហ្មងហើយនេះគឺជា view background ដែលខ្ញុំអង្គុយនៅលើ K ថតឲ្យអ្នកនរគ្នាមើលងើបពីដេកមកអត់មានអារម្មណ៍ថាសាបឆឹងទៀតទេអូខេអ្នកនរគ្នាវីដេអូខ្ញុំ decor លើអញ្ចឹងរួចរាល់ហើយអស់ហើយ